4. របៀបបង្កើតឯកសារថ្មី Create a new document ការបង្កើតសញ្ញាការងារថ្មីគឺពិតជាធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការកំណត់ប្រភេទនិងទំហំការងារទៅតាមតម្រូវការជាក់ស្ដែងរបស់យើងដោយអនុវត្តដូចតទៅទី1គឺយើងចុចនៅលើមេនុយ File ទី2គឺយើងចុចនៅលើ New ឬចុច Ctrl N នៅលើ keyboard ក៏បាន Name គឺសម្រាប់ដាក់ឈ្មោះឯកសារ Document Type គឺជាប្រភេទទំហំឯកសារដែលមានស្រាប់ឬក៏យើងអាចវាយកំណត់ដោយខ្លួនឯង Width គឺជាទំហំទទឹងរបស់ឯកសារនិង Height គឺជាកម្ពស់របស់ឯកសារដែលមានຂະຫນາດជា pixel, inch, centimeter, millimeter, point ហើយនិង pixels Resolution គឺជាចំនួនគ្រាប់ pixel នៅលើតំបន់ដែលត្រូវបោះពុម្ពរូបភាពកាលណាចំនួន pixel កាន់តែធំគឺធ្វើឲ្យរូបភាពកាន់តែច្បាស់ហើយទំហំរបស់វាក៏ធំទៅតាមនោះផងដែរជាទូទៅយើងអាចកំណត់ចំនួន pixel ចន្លោះពី150ទៅ300សម្រាប់ការងាររោងពុម្ពនិងទំហំ72 pixel សម្រាប់បង្ហោះនៅលើ website Color Mode គឺជាប្រភេទ mode របស់ពណ៌ដែលមាន RGB color, bitmap, grayscale, CMYK color, left color ឧទាហរណ៍បើយើងបង្កើតការងារ graphic សម្រាប់ website គឺយើងរើសយកប្រភេទ RGB color ប៉ុន្តែបើយើងបង្កើតការងារសម្រាប់បោះពុម្ពគឺយើងត្រូវយកជាប្រភេទ CMYK color Background content គឺជាប្រភេទពណ៌របស់ background Color profile គឺជាប្រភេទពណ៌ដែលបង្ហាញនៅពេលដែលយើងជ្រើសរើស color mode ណាមួយ Pixel aspect ratio គឺជាប្រភេទរាងរបស់ទំហំគ្រាប់ពណ៌ដែលមានជា square pixel ជាដើមពេលយើងកំណត់រួចរាល់ហើយចុចលើប៊ូតុង OK